ចលនាភូមិថ្មីបានចាប់ផ្ដើមឡើងក្នុងស្ថានភាពមួយដែលប្រជាជនជួបប្រទះក្រោយសង្គ្រាមប្រជាជនប្រឹងប្រែងធ្វើការងារគេសម្អាតមុខផ្ទះរបស់ពួកគេរៀងៗខ្លួនពួកគេរើសដបអេចាយយកទៅលក់ពួកគេខំប្រឹងធ្វើផ្លូវក្នុងភូមិជាមួយគ្នាហើយសម្អាតនៅតាមផ្លូវក្នុងភូមិនិងធ្វើការទល់យប់ដីដែលបានខូចខាតក្លាយជាដីដ៏មានជីវជាតិប្រជាជនបានទប់ទឹកដើម្បីសាងស្ពានផ្លូវដែលរត់ក្រោះឆ្លងកាត់ក្លាយជាវាលស្រែយ៉ាងស្អាតប្រជាជនរួមកម្លាំងគ្នាសាបព្រោះគេខិតខំប្រឹងប្រែងធ្វើការទាំងអស់គ្នាប្រធានាធិបតីផាក់ឆុងហ៊ីថ្លែងថាចូលយើងប្រឹងប្រែងធ្វើការយើងត្រូវតែរស់នៅឲ្យប្រសើរជាងនេះពួកគេខំប្រឹងធ្វើការខ្លាំងណាស់ពួកគេបានទទួលលទ្ធផលយ៉ាងប្រសើរធំនឹងការអនុវត្តរបស់ពួកគេចលនាភូមិថ្មីបានផ្ដល់ក្តីសង្ឃឹមដល់ពួកគេឲ្យគេមានទំនុកចិត្តនិងភាពក្លាហានថាបើធ្វើគឺបានសម្រេច